Hello sister នៅគ្នាសូមគុំមកកាន់វីដេអូថ្មីការ config DNS server របស់យើងនៅក្នុង Linux អញ្ចឹងដើម្បីចូលទៅដល់ការ config DNS server របស់យើងធ្វើការ install DNS របស់យើងជាមួយសិនអញ្ចឹងដើម្បីយើង install DNS បានខ្ញុំប្រើ command line yam install ban.utilយើង enter វាមកណាអូខេចាំតិចឲ្យវាដាក់សិនអញ្ចឹងយើងចុចពីថា yes ដើម្បីយើងបន្តការ install នឹងទៀតខេអញ្ចឹងយើងមានន័យថាយើងបាន install វាបានជោគជ័យហើយអូខេអញ្ចឹងបន្តមកទៀតយើងចូលទៅកាន់ទៅមើលនៅ note របស់ខ្ញុំបង្ហាញនៅវាខ្លះដើម្បីឲ្យអ្នកគ្នាដឹងពី command line របស់វាអូខេនេះគឺជា lecture note ដែលខ្ញុំឲ្យអ្នកគ្នាមើលដើម្បីយើងដឹងពី command line របស់វាកន្លែងនោះហ្នឹងយើងបាន install វាហើយអញ្ចឹងយើងចូលមកដល់កន្លែងយើង config name ម្ដងអញ្ចឹងដើម្បីយើង config name បានយើងប្រើ command line vam etc name config អញ្ចឹងយើងវាយcommand line នេះចូលមកអូខេអញ្ចឹងអ្នកខ្ញុំនឹងឃើញកន្លែងហ្នឹងគឺជាកន្លែង option របស់យើងអញ្ចឹងខ្ញុំណែនាំឲ្យអ្នកគ្នាបិទកន្លែងពីលើនឹងចោលកន្លែង listen ទាំងពីរហ្នឹងអូខេអញ្ចឹងយើងប្រើសញ្ញាធំឈូកដើម្បីបិទវាចោលអូខេអញ្ចឹងចូលដល់កន្លែង local query នេះយើងលុប local host យើងដាក់ any ទៅវាបានច្រើនណាស់អ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នាដាក់ any តាមខ្ញុំមកនៅពេលដែលយើងបានដាក់វាហើយយើងចុច save វាទៅអូខេអញ្ចឹងចូលមកដល់កន្លែងនេះកន្លែងដែលយើងធ្វើការ start switch របស់យើងអញ្ចឹងខ្ញុំប្រើ command line system control enable name ដើម្បី start នៅ switch របស់យើងកន្លែងនេះដែរខ្ញុំទៅ set name plate D នៅអស់គ្នាអូខេយើងenable វាបានជោគជ័យអញ្ចឹងយើងចូលទៅ enable start name របស់យើងម្ដងអូខេយើង start វាបានហើយដូចគ្នាបន្ទាប់ពីយើង start ហើយយើងចូលទៅដល់enable firewall permission អញ្ចឹងខ្ញុំប្រើ command line firewall.cmd ហើយអ្នកគ្នាមើលតាមខ្ញុំប្រាប់អ្នកគ្នាហ្នឹងមកអូខេអញ្ចឹងកន្លែងវាចេញពី warming ហ្នឹងអ្នកគ្នាមិនភ័យហ្នឹងវាខុសបច្ចេកយើងទេអញ្ចឹងន័យថាយើងវាយវា success ហើយយើងចូលទៅដល់reload វាម្ដងអូខេអញ្ចឹងមានន័យថាយើង reload firewall យើងបានជោគជ័យហើយអញ្ចឹងចូលមកកាន់ lecture note របស់យើងបន្តទៀតយើងមើលនៅ command ផ្សេងថាយើងថាប្រើអីតអញ្ចឹងបន្តមកទៀតយើងធ្វើការ insert DNS IP អញ្ចឹងបើសិនជាអ្នកគ្នាចាំ IP អ្នកគ្នាអ្នកគ្នាអាចប្រើ command line IP addr មើល IP របស់យើងបាននេះគឺជា IP address របស់ខ្ញុំដែល 192.152.144 ហ្នឹងអ្នកគ្នាអញ្ចឹងយើងធ្វើការ copy វាមកដើម្បីយើងចូលទៅកាន់ control panel ទៅកាន់ file របស់យើងនិងធ្វើការ config វានៅក្នុង IPv4 TCP នឹងអ្នកគ្នាអញ្ចឹងកន្លែងនេះគឺជា Wi-Fi របស់យើងធ្វើការចុច mouse ស្ដាំដើម្បីយកពីថា property អូ
ខេបន្តមកអ្នកគ្នានឹងឃើញពាក្យថា Internet Protocol version 4 ហ្នឹងអញ្ចឹងយើងជាកន្លែងហ្នឹងមកហើយយើង prototype វាទៅអញ្ចឹងជាដំបូងយើងចូលហ្នឹងដើម្បីយើងបញ្ចូលបានយើងចុច account វាហ្នឹងមកហើយយើងបញ្ចូលនៅ IP របស់យើងមួយហ្នឹងដែលមាន192 168 52និង144ហ្នឹងអូខេនៅពេលដែលយើងបញ្ចូលយើងគ្រាន់តែចុចអូខេវាហើយយើងបិទវាចោលទៅអញ្ចឹងយើងបានបញ្ចូល IP ទៅក្នុង file របស់យើងហើយយើងចូលទៅកាន់channel របស់យើងសិនថាយើងទៅធ្វើអីបន្តទៀតអញ្ចឹងយើង insert រួចយកហើយអញ្ចឹងយើងចូលទៅដល់ការ start switch before testing អញ្ចឹងខ្ញុំប្រើ command line system control name ហ្នឹងឯងហើយបន្តមកទៀតបើយើងចង់ដឹងថាវា active ឬក៏អត់យើងអាចប្រើ system control status name អូខេអញ្ចឹងមានន័យថាបើយើងស្ថាប័នយើងនោះវា active មកអូខេអញ្ចឹងវាជោគជ័យហើយខ្ញុំធ្វើការចេញទៅវិញដើម្បីយើងចេញទៅrestart name របស់យើងអញ្ចឹងខ្ញុំប្រើ command line system control restart nameអូខេអញ្ចឹងកន្លែងនេះខ្ញុំstart name វាដូចគ្នាអញ្ចឹងន័យថាវាដើរបន្ទាប់ពីវាដើរហើយយើងចូលទៅកាន់ CMD របស់យើងដើម្បីយើងទៅតេស្តមើល IP address របស់យើងហ្នឹងយើងចូលទៅកាន់ www.facebook.com ហ្នឹងអញ្ចឹងខ្ញុំសាកតេស្តវាសិនខ្ញុំបានផល NL lookup ហ្នឹងឯងដើម្បីតេស្តមើល NL lookup www.facebook.com អូខេនោះអ្នកគ្នានឹងឃើញaddress របស់ខ្ញុំហើយអញ្ចឹងវាតបានបកផែទេយើងធ្វើការទៅ config តសិនអាហ្នឹងមានន័យថាយើងបាន DNA របស់វាបានហើយវាថាយើងធ្វើការ config វាជាមួយនឹង Wi-Fi ហ្នឹងហើយអ្នកនរគ្នាប៉ុន្តែយើងអត់បានបកផែវាទេដើម្បីយើងទៅបកផែវាបានយើងធ្វើការទៅ config វាបន្តទៀតយើងមានបង្កើត zone បង្កើត record អីចឹងអូខេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការបង្កើតនៅ record មួយនិយាយទៅក្នុងមួយ hosting យើងបង្កើត band មួយ zone អញ្ចឹងអ្នកខ្ញុំមើល command line ហ្នឹងមកខេអញ្ចឹងអ្នកគ្នាចុចអក្សរ I មកដើម្បីយើងទៅបង្កើត zone របស់យើងកន្លែងនេះកន្លែងដែលខ្ញុំបង្កើត zone ហ្នឹងអ្នកគ្នាអាចមើលបានកន្លែងឈ្មោះ zone ហ្នឹងអត់ expect ថាអីអត់ dependent ថាអ្នកគ្នាចង់ដាក់ឈ្មោះដូចខ្ញុំឯងអ្នកគ្នាអាចដាក់ឈ្មោះអីក៏បានដែរនិយាយទៅតាមចិត្តអ្នកគ្នាចង់ឈ្មោះអ្នកគ្នាឬក៏ឈ្មោះអីផ្សេងអញ្ចឹងប៉ុន្តែត្រូវមានពាក្យថា .com នៅពីក្រោយអញ្ចឹងឡើយនេះខ្ញុំដាក់ zone ឈ្មោះរបស់ខ្ញុំ .com ហ្នឹងបន្តមកទៀត type master ហើយកន្លែង file ហ្នឹងខ្ញុំបានដាក់file name /file/name/ FWD ហ្នឹងអានឹងវាជា forward zone ណាអ្នកនរគ្នាវាជាពាក្យកាត់របស់ forward zone ហើយឈ្មោះ zone របស់ខ្ញុំដែលខ្ញុំបានបង្កើត .com ហ្នឹងហើយទៅ .db ហើយកន្លែងនេះគឺជាកន្លែង allow query update អញ្ចឹងកន្លែងហ្នឹងអ្នកគ្នាដាក់ allow update ហើយពីក្នុងនេះដាក់ none មកយ៉ាអូខេយើងកុំភ្លេចបិទវាវិញបន្ទាប់ពីយើងបានបញ្ចុះហើយយើងចុច save វាធម្មតាហើយយើងចូលទៅកាន់ការ restart name របស់យើងម្ដងទៀត
khơi nằm bên này nàng ra khơi vì trên mà bạn nên bên thà dương nắng ở toàn bàn bờ châu nơi tân này ai bị thay dương toàn họ đồng mền vì bàn ấy chẳng đầm bầy châu tại đâu cả bờ châu tân này ai thấy nhung phở không mình làng vì em và nèm nắng hơi nâng ở cái này sồn để nhung bàn cả một ngày nào khác ខាងអញ្ចឹងយើងបញ្ចុះទៅនៅតាមហ្នឹងមកកន្លែងនោះគឺជាមួយថ្ងៃអញ្ចឹងយើងផាតំណ ns1 ដល់ឈ្មោះ domain របស់យើងគឺ sa.com ហ្នឹងហើយបន្តមកយើងដាក់ road.sa.com គ្នានិយាយទៅអ្នកគ្នាបញ្ចូលតាមយកមកកន្លែងហ្នឹងកន្លែងលេខ0កន្លែង3ម៉ោង15ខែអីហ្នឹងអាហ្នឹងវាជាកន្លែងដែលកន្លែងយក refresh retry វា export អញ្ចឹងចាំមើលខ្ញុំនឹងប្រាប់ខ្ញុំនឹងនិយាយប្រាប់អ្នកគ្នាតាមគាត់ទីសំខាន់អ្នកគ្នាបញ្ចូលតាមខ្ញុំសិនមកអូខេកន្លែងនេះខ្ញុំក៏តបជាអ្នកគ្នាថានឹងវាជា name server អញ្ចឹងយើងប្រើ comment យើងបញ្ចូលតន័យហ្នឹងសញ្ញា addនឹងជាមួយនឹងឈ្មោះ domain ជាមួយនឹងឈ្មោះ domain name របស់យើងហើយនេះខ្ញុំបញ្ជាក់ឲ្យថាហ្នឹងវាគាត់តែជា record ទេអញ្ចឹងយើងប្រើ s1 in IP address របស់យើងហ្នឹងខាងអញ្ចឹងនៅពេលដែលយើងបញ្ចូលវាហើយយើងគ្រាន់តែធ្វើការ save វាធម្មតាមកយើងចូលទៅកាន់យើង restart មើលនឹង start វាថាវាដើរគាត់អូខេអញ្ចឹងវាដើរតបមកយើងទៅ check នៅ name zone របស់យើងសិនកន្លែង zone ដែលយើងបានបង្កើតមិញហ្នឹងថាវាមានឬក៏អត់អញ្ចឹងខ្ញុំប្រើ command line ហ្នឹងឯង name check zone ហ្នឹងអូខេអ្នកគ្នាមើលបាននេះអ្នកគ្នាអញ្ចឹងន័យថាសូនរបស់យើងគឺនឹងបានបង្កើតហើយអញ្ចឹង domain name របស់យើងមានហើយបន្តមកបើខ្ញុំចូលទៅកាន់CMD ដើម្បីធ្វើការតេស្តនៅមើលរបស់យើងថាវាដើរអត់ទេចឹងថាវាបានបកផែអីអត់ហើយខ្ញុំคลิก S1 ខែអញ្ចឹងខ្ញុំបែរមកទៀតអូខេនេះអ្នកគ្នាឃើញថាខ្ញុំបានបើកផែវាហើយ create ច្រើនហ្នឹងអ្នកគ្នាមានជំនួយអីចាំខ្ញុំប្រាប់អ្នកគ្នានៅវីដេអូក្រោយតទៀត